សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Khotoda ហើយថ្ងៃនេះយើងមកបន្តសាច់រឿងខ្ញុំបានរាប់អានមិត្តភ័ក្តិជាមួយនឹងស្រីស្អាតលំដាប់ទី2ប្រចាំថ្នាក់របស់ខ្ញុំភាគ4បន្តទៀតដែលកាលពីភាគមុនបន្ទាប់ពីអាម៉ាមីបានក្លាយជាមិត្តភ័ក្តិរបស់ម៉ាគីម្នាក់ដែរនោះយើងឃើញថាទំនាក់ទំនងរបស់ពួកគេគឺពិតជាស្និទ្ធស្នាលខ្លាំងមែនទែនរហូតដល់តែធ្វើឲ្យយូមីមានអារម្មណ៍ថាច្រណែនក៏ដូចជាអន់ចិត្តជាមួយនឹងម៉ាគីបន្តិចបន្តួចខ្លះដែររីឯនៅចុងភាគនៅពេលដែលម៉ាគីត្រូវបានសិស្សនៅក្នុងថ្នាក់ផ្សេងទៀតនិយាយចំអកដល់គាត់អាម៉ាមីក៏បានចេញមុខមកសួររកហេតុផលជំនួសទៀតផងដូច្នេះចាំមើលថាសាច់រឿងទៅមុខទៀតនឹងទៅជាយ៉ាងណាខ្លះយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះបន្ទាប់ពីអាម៉ាមីសួររកហេតុផលរួចហើយបរិយាកាសនៅក្នុងថ្នាក់ក៏បានប្រែមកជាមានភាពតានតឹងដោយសិស្សម្នាក់គឺមិនមាននរណាហ៊ាននិយាយអ្វីនោះទេក្រោយមកអាម៉ាមីក៏បានសុំអ្នកគ្រូដើម្បីស្ម័គ្រចិត្តធ្វើជាប្រធានថ្នាក់តំណាងឲ្យសិស្សស្រីតែម្ដងរីឯអ្នកគ្រូក៏បានសួរទៅកាន់ម៉ាគីដូចគ្នាថាគាត់យល់ព្រមដែរឬទេចំណែកឯម៉ាគីគាត់ក៏មិនបានប្រកែកអ្វីដែរតែភ្លាមនោះយូមីក៏ស្រាប់តែលើកដៃនិងប្រាប់តែអ្នកគ្រូថានាងគឺជាអ្នកដែលចាប់ឆ្នោតបានធ្វើជាប្រធានថ្នាក់ហើយដូច្នេះនៅថ្ងៃពិធីបុណ្យសាលានោះនាងនឹងទទួលតួនាទីនេះជាមួយនឹងម៉ាគីរីឯអាម៉ាមីក៏បានប្រកែកថានាងគឺបានស្ម័គ្រចិត្តរួចទៅហើយតែយូមីក៏បានខោកក្បាលរបស់នាងហើយនឹងប្រាប់ទៅវិញថានាងគួរតែរៀនសម្រួលចិត្តខ្លះទៅក៏ព្រោះតែមុននេះអាម៉ាមីក៏ដូចជាបាននិយាយរៀងជ្រុលខ្លះដែរដែលវាគឺមិនមានរឿងធំអ្វីឡើយបន្ទាប់ពីនិយាយរួចអាម៉ាមីក៏បានសុំទោសទៅកាន់អ្នករាល់គ្នាក៏ដូចជាម៉ាគីផងដែរការដែលធ្វើឲ្យរឿងមួយនេះកាន់តែច្របូកច្របល់ពេញមួយថ្នាក់បែបនេះហើយក្រោយពីដោះស្រាយរួចរាល់អស់ហើយដូច្នេះសម្រាប់ប្រធានថ្នាក់តំណាងពិធីបុណ្យសាលានៅខែក្រោយនេះក៏ត្រូវបានសម្រេចថាប្រគល់ឲ្យយូមីនិងម៉ាគីជាអ្នកចាត់ចែងឈុតបន្ទាប់ក៏បង្ហាញនៅឯបន្ទប់ប្រជុំសម្រាប់សិស្សតំណាងថ្នាក់នីមួយក្នុងពេលនោះម៉ាគីក៏បានសរសើរទៅយូមីថានាងគឺពិតជាមនុស្សពូកែមែនដែលអាចដោះស្រាយស្ថានភាពនៅក្នុងថ្នាក់បានយ៉ាងល្អប៉ុន្តែយូមីវិញនាងក៏បានតបថាអ្នកដែលពូកែគឺជាអាម៉ាមីនោះទេដែលនាងគឺហ៊ាននិយាយអំពីអ្វីដែលនាងចង់និយាយដើម្បីការពារដល់អ្នកដទៃទៀតក៏ដូចជាហ៊ានខឹងជំនួសម៉ាគីទៀតផងហើយរឿងទាំងនេះបើចំពោះយូមីវិញនាងគឺមិនអាចធ្វើបានទេបន្ទាប់ពីនិយាយរួចប្រធានក្រុមប្រឹក្សាសិស្សប្រចាំសាលាដែលមានឈ្មោះថាសេគីក៏ចូលមកប្រជុំហើយក៏ចាប់ផ្ដើមនិយាយអំពីពិធីបុណ្យសាលាដែលនឹងជិតមកដល់ផងដែរខណៈដែលមនុស្សគ្រប់គ្នាកំពុងតែពិភាក្សាគ្នាម៉ាគីបែរជាគិតតែពីយូមីទៅវិញក៏ព្រោះតែមុននេះស្ដាប់ទៅនាងដូចជាកំពុងតែអន់ចិត្តទៀតហើយរីឯកាលដែលនាងធ្វើជាប្រធានថ្នាក់ជាមួយនឹងគាត់នេះក៏អាចនិយាយបានថានាងក៏កំពុងតែជួយគាត់ពីសម្ដីអ្នកដែលនៅក្នុងថ្នាក់ដូចគ្នាដូច្នេះម៉ាគីក៏សន្យានឹងខ្លួនឯងថាគាត់នឹងបង្ហាញឲ្យអ្នកគ្រប់គ្នាបានឃើញថាគាត់ក៏អាចធ្វើការងារទាំងអស់នេះបានដែរក្រោយពីចប់ការប្រជុំអាម៉ាមីក៏រត់ស្កាត់ទៅជួបយូមីដើម្បីនិយាយអរគុណដែលបានជួយបន្ធូរស្ថានភាពនៅក្នុងថ្នាក់ប្រសិនបើយូមីមិនបានខាត់នាងទេពេលនោះប្រហែលជានាងអាចនិយាយកាន់តែលើសនិងកាចខ្លាំងជាងនេះទៅហើយរីឯយូមីក៏តបវិញថានាងគឺគ្រាន់តែធ្វើអ្វីដែលគួរធ្វើប៉ុណ្ណោះក៏ព្រោះតែគ្មាននរណាម្នាក់ចង់ឃើញការឆ្លោះគ្នានៅពេលដែលយើងត្រូវធ្វើការងារជាក្រុមនោះឡើយបន្ទាប់ពីនិយាយរួចអាម៉ាមីក៏ចាប់ផ្ដើមសប្បាយចិត្តមកវិញនិងយល់ពីមូលហេតុដែលយូមីតែងតែការពារនាងរហូតមកក៏ព្រោះតែពេលកាលដែលពួកគេនៅវ័យកុមារភាពយូមីគឺជាមិត្តតែម្នាក់គត់ដែលយកចិត្តទុកដាក់ចំពោះនាងជានិច្ចហើយឈុតក៏កាត់ចូលថ្ងៃបន្ទាប់ដែលថ្នាក់របស់ពួកគេក៏ចាប់ផ្ដើមពិភាក្សាគ្នាអំពីការរៀបចំពិធីបុណ្យសាលាហើយយូមីនិងម៉ាគីគឺត្រូវទទួលខុសត្រូវលើការតុបតែងថ្នាក់ហើយមិត្តរួមថ្នាក់មួយចំនួនក៏បានស្នើឲ្យយូមី cosplay នៅថ្ងៃបុណ្យនោះផងដែរប៉ុន្តែនាងក៏បដិសេធហើយបែរជានិយាយថាអ្នកដែលត្រូវ cosplay គឺជាអាម៉ាមីនិងនីណាទៅវិញដោយមូលហេតុគឺដោយសារតែពួកគេទាំងពីរគឺមានប្រជាប្រិយភាពជាងគេនៅក្នុងថ្នាក់ហើយបន្ទាប់ពីនោះមកយូមីក៏បានបន្តសួរទៅមិត្តរួមថ្នាក់បន្ថែមទៀតថាតើមាននរណាមានគំនិតផ្សេងក្រៅពីនេះដែរឬទេក្នុងពេលពិភាក្សាគ្នានោះថ្នាក់ទាំងមូលហាក់បីដូចជាមិនសូវមានគំនិតថ្មីនោះឡើយរីឯម៉ាគីដែលធម្មតាមិនសូវចេះនិយាយស្ដីអ្វីនោះក៏ប្រមូលភាពក្លាហានលើកដៃឡើងហើយក៏ស្នើនៅគំនិតមួយឲ្យគ្រប់គ្នាធ្វើជារូបភាពសិល្បៈ Mosaic ដោយប្រើសំណល់សម្បកកំប៉ុងនិងដបហើយគំនិតមួយនេះក៏ទទួលបានការគាំទ្រពីអ្នកនៅក្នុងថ្នាក់ផងដែរ
ក្រោយពីពិភាក្សាគ្នារួចរាល់អស់ហើយនៅពេលដែលយូមីនិងម៉ាគីនៅក្នុងថ្នាក់តែពីរនាក់នាងក៏បានប្រគល់ក្រដាសឆ្នោតឲ្យទៅគាត់មើលដែលធ្វើឲ្យគាត់ដឹងថាតាមពិតទៅយូមីគឺមិនបានឈ្នះឆ្នោតធ្វើជាប្រធានថ្នាក់តំណាងសិស្សស្រីនោះទេពោលគឺនាងគ្រាន់តែបន្លំធ្វើជាអ្នកឈ្នះដើម្បីតែការពារគាត់ប៉ុណ្ណោះឯម៉ាគីក៏គាត់មិនបានគិតអ្វីច្រើនដែរក៏ព្រោះតែគាត់ក៏ចង់ធ្វើការងារទាំងអស់នេះជាមួយនឹងនាងដូចគ្នានៅថ្ងៃបន្ទាប់ទៀតការរៀបចំពិធីបុណ្យសាលាក៏ធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែរវល់ដោយអាម៉ាមីបានប្រាប់ឲ្យគ្រប់គ្នាជួយប្រមូលសម្បកកំប៉ុងនិងដបខណៈដែលយូមីនិងម៉ាគីនៅឯក្នុងថ្នាក់ពួកគេក៏កំពុងតែគូរគំនូរដើម្បីរៀបចំនៅថ្ងៃនោះហើយរូបដែលពួកគេបានរើសមកនោះគឺជារូបដែលចេញពីរឿងនៅក្នុងសៀវភៅ manga មួយដែលពួកគេធ្លាប់អានហើយរូបដែលគូររួចហើយនេះគឺជាគំនូររបស់យូមីប៉ុន្តែនាងហាក់បីដូចជាមិនសូវពេញចិត្តនឹងគំនូរនេះឡើយក៏ព្រោះតែរូបនេះគឺចម្លងចេញពីគម្របសៀវភៅដោយមិនមានការផ្លាស់ប្ដូរទ្រង់ទ្រាយអ្វីសោះហើយនៅខណៈនោះអាម៉ាមីក៏បានចូលមកប្រាប់ពួកគេថាកំប៉ុងគឺបានប្រមូលរួចរាល់អស់ហើយប៉ុន្តែគ្រាន់តែពួកវាគឺក៏ក្រិចខ្លាំងពេកដូច្នេះពួកគេក៏ត្រូវការពេលវេលាដើម្បីសម្អាតពួកវាទាំងអស់រៀងយូរខ្លះដែរបន្ទាប់ពីប្រាប់រួចអាម៉ាមីក៏បានឃើញសៀវភៅ manga មួយនោះនៅលើតុរួចនាងក៏បានសុំសាកល្បងគូរគំនូរមួយដើម្បីជួយរៀបចំនៅថ្ងៃនោះដែរបន្ទាប់ពីគូររួចហើយស្នាដៃរបស់អាម៉ាមីគឺពិតជាមិនធម្មតានោះទេដែលបានធ្វើឲ្យម៉ាគីភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ជាខ្លាំងប៉ុន្តែមុននឹងគាត់សម្រេចចិត្តថាយករូបភាពមួយនោះម៉ាគីក៏បានសួរទៅកាន់យូមីផងដែរតែនាងក៏មិនបានប្រកែកអ្វីដូចគ្នាហើយក៏សម្រេចចិត្តថាយករូបភាពដែលអាម៉ាមីបានគូរយកទៅរៀបចំនៅថ្ងៃពិធីបុណ្យសាលានោះប៉ុន្តែអារម្មណ៍របស់យូមីហាក់បីដូចជាមិនសូវសប្បាយចិត្តនោះទេនឹងបានក្តាប់គំនូរដែលខ្លួនបានគូរលាក់នៅខាងក្រោយខ្នងដោយមិនចង់ឲ្យអាម៉ាមីឃើញនោះឡើយហើយបន្ទាប់ពីពេលនោះមកដំណើរការនៃការរៀបចំរបស់ថ្នាក់ពួកគេក៏បានចាប់ផ្ដើមដោយសិស្សគ្រប់គ្នាក៏បានរៀបចំសម្អាតសម្បកកំប៉ុងរីឯអាម៉ាមីនិងយូមីគឺរៀបចំបន្ថែមពណ៌ទៅលើរូបភាពដែលបានជ្រើសរើសបន្ទាប់ពីបន្ថែមពណ៌រួចរាល់អស់ហើយរូបភាពមួយនេះក៏បានធ្វើឲ្យម៉ាគីមានការពេញចិត្តជាខ្លាំងសូម្បីតែមិត្តរួមថ្នាក់ក៏បានសរសើរនៅស្នាដៃនេះដែរហើយក្រោយពីការខិតខំប្រឹងប្រែងរៀបចំការងារទាំងអស់នេះម៉ាគីក៏បានផ្ញើសារមកប្រាប់យូមីដែរថានាងគឺគ្រប់គ្រងការងារបានល្អពិតមែនដូច្នេះនៅថ្ងៃសុក្រអាទិត្យនេះប្រសិនបើហត់ខ្លាំងនាងក៏មិនចាំបាច់មកផ្ទះរបស់គាត់ក៏បានដែរនិយាយរួមទៅគាត់គឺចង់ឲ្យនាងបានសម្រាកខ្លះប៉ុន្តែរហូតដល់ថ្ងៃសុក្រម៉ាគីបែរជានៅនឹងរៀបពណ៌រូបភាពសិល្បៈម៉ូហ្សិកសម្រាប់ពិធីបុណ្យតែម្នាក់ឯងបន្តទៀតនៅខណៈដែលកំពុងធ្វើខួរក្បាលរបស់គាត់គឺចាប់ផ្ដើមគិតឃើញតែពីយូមីមិនឈប់ឈរឡើយហើយចុងក្រោយគាត់ក៏សម្រេចចិត្តទូរស័ព្ទទៅនាងតែម្ដងក៏ព្រោះតែនឹកខ្លាំងពេកហើយពេលដែលទទួលទូរស័ព្ទយូមីគឺកំពុងតែនៅខារ៉ាអូខេជាមួយនឹងមិត្តភ័ក្តិតែទោះជាយ៉ាងណាក៏ដោយពេលដឹងថាជាម៉ាគីនាងក៏ដើរចេញពីបន្ទប់ភ្លាមហើយក៏សួរគាត់ដោយសំឡេងយ៉ាងស្រទន់ថាតើមានរឿងអ្វីឯម៉ាគីគាត់គឺមិនហ៊ានប្រាប់ចំថាគាត់នឹកនាងនោះទេនឹងប្រែជាប្រាប់ថាគាត់គឺមិនសូវទុកចិត្តខ្លួនឯងក្នុងការកែប្រែរូបភាពសិល្បៈមួយនេះតែម្នាក់ឯងនោះឡើយដូច្នេះគាត់គឺចង់ឲ្យយូមីមកជួយមើលបន្តិចរីឯយូមីវិញក្រោយពីឮបែបនេះនាងក៏ញញឹមហើយក៏ដឹងនៅក្នុងចិត្តដែរថាគាត់គឺកំពុងតែនឹកនាងហើយរួចមកនាងក៏និយាយញាស់លេងជាមួយនឹងគាត់បន្តិចដែរមុននឹងយល់ព្រមទៅផ្ទះរបស់គាត់ហើយបន្ទាប់ពីនិយាយរួចនាងក៏បានប្រាប់ដែរថានាងក៏នឹកគាត់ដែរដូច្នេះមួយសន្ទុះទៀតនាងគឺទៅដល់ហើយបន្ទាប់ពីដាក់ទូរស័ព្ទចុះវិញអាម៉ាមីក៏បានចេញមកសួរយូមីថាមានរឿងអ្វីដូចគ្នាហើយយូមីក៏បានប្រាប់ថានាងគឺសុំទៅវិញមុនហើយក៏ព្រោះតែមានរវល់បន្តិចតួចនៅឯផ្ទះក្រោយមកនៅក្នុងយប់នោះនៅពេលដែលយូមីមកដល់ផ្ទះម៉ាគីគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាធូរស្រាលភ្លាមតែម្ដងដែលវាគឺប្រៀបដូចជាអារម្មណ៍ដ៏ល្អមួយដែលគាត់ធ្លាប់មានបានត្រឡប់មកវិញម្ដងទៀតហើយខណៈដែលពួកគេទាំងពីរធ្វើការងារជាមួយគ្នាយ៉ាងស្ងប់ស្ងាត់បរិយាកាសក៏ចាប់ផ្ដើមកក់ក្ដៅជាងមុនដោយពេលនោះយូមីក៏បានសុំសម្រាប់បន្តិចដោយការគេងផ្អែកទៅលើស្មារបស់ម៉ាគីហើយនាងក៏បំរុងនឹងនិយាយពាក្យអ្វីមួយដែលដូចជាចង់សារភាពអារម្មណ៍របស់ខ្លួនទៅកាន់គាត់អញ្ចឹងតែភ្លាមនោះអាម៉ាមីក៏បានមកដល់ផ្ទះរបស់ម៉ាគីដូចគ្នានឹងបានដឹងថាយូមីក៏នៅទីនោះដែរហើយនេះក៏ជាលើកដំបូងដែលអាម៉ាមីបានដឹងនិងយល់ច្បាស់អំពីទំនាក់ទំនងរវាងម៉ាគីនិងយូមីហើយដែលអាម៉ាមីក៏រៀងឈឺចិត្តបន្តិចដែរក៏ព្រោះតែនាងគិតថាយូមីគឺមិនទុកចិត្តនាងគ្រប់គ្រាន់ដើម្បីប្រាប់រឿងទាំងនេះហើយនឹងបន្តលាក់បាំងវាចំពោះនាងរហូតមករីឯយូមីក៏ព្យាយាមចង់ពន្យល់ទៅវិញដែរប៉ុន្តែនាងមិនអាចនិយាយចេញមកបានទេរួចនាងគ្រាន់តែបានសុំ
មទោសហើយក៏ចាក់ចេញទៅដែលធ្វើឲ្យអាម៉ាមីមានការព្រួយបារម្ភជាខ្លាំងក៏ព្រោះតែនាងគឺមិនដែលឃើញយូមីបញ្ចេញអាកប្បកិរិយាបែបនេះពីមុនមកទេហើយចាប់តាំងពីថ្ងៃនោះមកមិត្តភាពរវាងអាម៉ាមីនិងយូមីក៏ចាប់ផ្ដើមមានភាពឆ្គាំឆ្គងដែលមើលទៅពួកគេទាំងពីរហាក់បីដូចជាមានការសម្ដែងដាក់គ្នាទៅវិញទៅមកអញ្ចឹងទោះបីជាយើងឃើញថាពួកគេនិយាយជាមួយគ្នាដូចជាធម្មតាក៏ដោយប៉ុន្តែរឿងបញ្ហាដែលយូមីអាក់អន់ចិត្តជាមួយនឹងអាម៉ាមីគឺនៅមិនទាន់បានដោះស្រាយនៅឡើយហើយសូម្បីតែម៉ាគីក៏ចាប់ផ្ដើមព្រួយបារម្ភពីយូមីដែរក៏ព្រោះតែសាររបស់គាត់ក៏នាងមិនបានឆ្លើយតបវិញទេដូច្នេះគាត់ក៏ដឹងថានាងកំពុងតែលាក់ទុកបញ្ហាជាច្រើននៅក្នុងចិត្តហើយរហូតដល់ពេលដែលម៉ាគីឡើងទៅជួបនាងនៅលើដំបូលសាលាគាត់ក៏បានសុំឲ្យយូមីទៅនិយាយគ្នាជាមួយនឹងគាត់នៅកន្លែងស្ងាត់មួយក៏ព្រោះតែគាត់គឺមានរឿងសំខាន់ជាច្រើនដែលចង់និយាយជាមួយនាងហើយក្នុងពេលដែលគាត់ទៅហៅនោះគឺគាត់និយាយជាមួយនាងនៅមុខអ្នករាល់គ្នាតែម្ដងដោយមិនខ្វល់ថាទំនាក់ទំនងមិត្តភ័ក្តិរបស់ពួកគេទាំងពីរគឺជារឿងសម្ងាត់ទៀតទេបន្ទាប់ពីនោះមកពួកគេទាំងពីរក៏បានទៅនិយាយគ្នានៅឯបន្ទប់ឃ្លាំងដាក់អីវ៉ាន់នៅខាងក្រោមសាលាដែលក្នុងពេលនោះយូមីក៏បានសារភាពថានាងគឺមានរឿងជាច្រើនដែលមិនអាចប្រាប់អ្នកដទៃបានទេរីឯម៉ាគីក៏មិនបានសួរដេញដោលឬក៏បង្ខំឲ្យនាងនិយាយអ្វីដូចគ្នានឹងបានបន្តទៀតថាគាត់នឹងរងចាំស្ដាប់នាងរហូតដល់ថ្ងៃដែលនាងត្រៀមខ្លួនរួចរាល់ប្រាប់គាត់ដោយខ្លួនឯងដោយសម្ដីទាំងនេះបានធ្វើឲ្យយូមីរំភើបជាខ្លាំងរហូតធ្វើឲ្យនាងរត់ទៅអោបគាត់ពីក្រោយនិងនិយាយថាម៉ាគីគឺជាមនុស្សល្អពេកហើយរហូតដល់នាងខ្លាចថាមានមនុស្សផ្សេងទៀតមកឆក់យកគាត់ចេញពីនាងទៀតផងបន្ទាប់ពីនិយាយរួចយូមីក៏មានរឿងសំខាន់មួយដែលចង់ប្រាប់ទៅម៉ាគីវិញដែរប៉ុន្តែនាងក៏បានសុំឲ្យម៉ាគីរងចាំរហូតដល់ថ្ងៃពិធីបុណ្យសាលាកន្លងផុតទៅសិនហើយនាងក៏នឹងដោះស្រាយបញ្ហាជាមួយនឹងអាម៉ាមីដូចគ្នាហើយម៉ាគីក៏បានយល់ព្រមដោយមិនមានបញ្ហាអ្វីនោះទេពលគឺគាត់ចាំស្ដាប់នាងជានិច្ចបន្ទាប់ពីនោះមកឈុតក៏បានកាត់ដល់ថ្ងៃពិធីបុណ្យសាលាហើយពិធីបុណ្យមួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះករមិនថាតែអ្នកមកពីសាលាផ្សេងនោះទេសូម្បីតែអ្នកនៅខាងក្រៅដែលមានវ័យចំណាស់ក្មេងចាស់ប្រុសស្រីក៏ចូលរួមដែររីឯរូបសិល្បៈ Mosaic ដែលធ្វើដោយកំប៉ុងរបស់ថ្នាក់ម៉ាគីវិញមើលទៅគឺពិតជាអស្ចារ្យខ្លាំងណាស់ហើយគំនិតមួយនេះគឺប្លែកដាច់គេតែម្ដងហើយអ្នករាល់គ្នាក៏រីករាយជាមួយនឹងគំនិតនេះដែររហូតដល់ពេលថ្ងៃរសៀលខណៈដែលយូមីនិងម៉ាគីកំពុងសម្រាកនៅលើដំបូលសាលាតែពីរនាក់ពេលនោះម៉ាគីក៏បានសុំកាន់ដៃរបស់យូមីជាលើកដំបូងទោះបីជាគាត់រៀងអៀនបន្តិចក៏ដោយក៏គាត់នៅតែចង់កាន់ដៃរបស់នាងដែរមូលហេតុគឺគាត់ចង់លើកទឹកចិត្តនិងធ្វើឲ្យនាងមានអារម្មណ៍ល្អប៉ុណ្ណោះរីឯយូមីក៏រំភើបនឹងកាន់ដៃរបស់គាត់វិញដូចគ្នាតែពេលដែលបរិយាកាសកំពុងតែផ្អែមល្ហែមខណៈនោះអាម៉ាមីក៏បាននាំមិត្តភ័ក្តិពីវ័យកុមារភាពរបស់យូមីពីរនាក់ចូលមកតែពេលដែលយូមីបានជួបនាងបែរជានិយាយថានោះគឺមិនមែនទេពួកគេទាំងពីរគឺមិនបានចាត់ទុកនាងជាមិត្តភ័ក្តិម្នាក់ឡើយចំណែកឯក្មេងស្រីទាំងពីរនាក់នោះក៏បានបង្ហាញអារម្មណ៍សោកស្ដាយដូចគ្នាហើយបន្ទាប់មកយូមីក៏សម្រេចចិត្តនិយាយអំពីកង្វល់នៅក្នុងចិត្តរបស់នាងដែលបានលាក់ទុកក្នុងចិត្តអស់រយៈពេលជាយូរប្រាប់ទៅកាន់ម៉ាគីនិងអាម៉ាមីក្នុងពេលនោះតែម្ដងហើយរឿង I Made Friends with the Second Prettiest Girl in My Class ភាគ4ក៏តែត្រឹមនេះហើយចង់ដឹងថាសាច់រឿងនឹងមានរឿងអ្វីកើតឡើងខ្លះបន្តទៀតយើងចាំតាមដានទស្សនានៅភាគក្រោយទាំងអស់គ្នាសូមអរគុណ